ចំពោះមិនថាប្រទេសណាទេគេមានតែជំរុញប្រជាពលរដ្ឋរបស់គេឲ្យនាំគ្នាយកលុយទៅដាក់នៅក្នុងធនាគារដើម្បីធានាសុវត្ថិភាពហើយក៏បានជាប្រាក់គេហៅថាការខ្លះដើម្បីទទួលបានពីធនាគារផងដែរវាជាបញ្ហាមួយដែលនៅក្នុងប្រទេសកម្ពុជារបស់យើងហេតុអីបានជាយើងទាំងអស់គ្នាជំរុញឲ្យប្រជាពលរដ្ឋខ្មែរនឹងបែរជាទៅដកលុយពីធនាគារមកវិញយើងខុសពីបណ្ដាប្រទេសផ្សេងថាយើងមានកត្តាទាំងអស់នេះដោយសារតែមូលហេតុអីប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយជាពិសេសអតិថិជនដែលគាត់រងគ្រោះដោយសារការបោកប្រាស់របស់ធនាគារ Hui One Pay ដោយបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយអ្នកអតិថិជនដែលរងគ្រោះចាញ់បោកបាត់លុយពីក្នុងធនាគាររបស់គាត់នៅ Hui One Pay មានអតិថិជនម្នាក់គាត់ឈ្មោះដូចជាកៅស្រីមុំអញ្ចឹងហើយគាត់បានបាត់លុយពីធនាគារហ្នឹងរហូតដល់$13,000បាទចំពោះលុយ$13,000ដែលគាត់បានយកទៅដាក់នៅក្នុងធនាគារនេះដោយគាត់បានបញ្ជាក់ហើយគឺគាត់ខិតខំប្រឹងប្រែងគេហៅថារោគនឹងអស់រយៈពេលស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយបានមាន$13,000ហ្នឹងយកទៅដាក់នៅក្នុងធនាគារហ្នឹងដោយជឿទុកចិត្តថាធនាគារហ្នឹងនឹងផ្ដល់ប្រាក់គេហៅថាចំណេញបន្តិចបន្តួចជូនគាត់ហើយក៏ជាគេហៅថាការទុកចិត្តមួយដែរព្រោះថាធម្មតានៅពេលដែលយើងមានលុយច្រើនក៏នៅក្នុងខ្លួនវាទៀតសោតអត់មានអីក្រៅពីយើងចាយវាផ្ដេសផ្ដាស់ទេយើងពិបាកឃុំចិត្តខ្លួនឯងក្នុងការបញ្ចាយដកទិញនេះទិញនោះអាហ្នឹងវាជារឿងកាតព្វកិច្ចសម្រាប់យើងដោះស្រាយនៅក្នុងជីវភាពគ្រួសារអញ្ចឹងបើសិនបើយើងយកទៅដាក់ក្នុងធនាគារវាច្បាស់ណាស់ថាលុយទាំងអស់នោះគឺយើងមិនអាចទៅដកបានភ្លាមទេយើងត្រូវការចាយវាតិចតួចអត់អាចទៅដកភ្លាមទេហើយយើងទទួលបានប្រាក់ចំណេញគេហៅថាប្រាក់ការខ្លះពីខាងធនាគារផ្ដល់ជូនមកឲ្យវិញទៀតក៏ប៉ុន្តែយើងឃើញស្រាប់នៅពេលដែលគាត់ខិតខំប្រឹងប្រែងរស់ស្ទើរពេញមួយជីវិតរបស់គាត់យំផងគាត់អូយតែផងសុំឲ្យមានអន្តរាគមន៍ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជានឹងជួយឬមួយក៏ក្រសួងយុទ្ធភ័ពឬមួយក៏គេហៅថាធនាគារផ្សេងតែពាក់ព័ន្ធជាពិសេសនោះគឺធនាគារជាតិជួយដោះស្រាយជូនគាត់ក៏ប៉ុន្តែយើងបានឃើញទាំងអស់គ្នាយើងបានដឹងទាំងអស់គ្នាហើយធនាគារជាតិបានចេញមកបកស្រាយបានចេញបញ្ជាក់យ៉ាងច្បាស់ជូនអតិថិជនដែលរងគ្រោះដោយសារក្រុមហ៊ុនធនាគារ Hui One Pay នោះហើយគឺធនាគារជាតិគឺបញ្ជាក់យ៉ាងច្បាស់ថាវាអ្វីដែលអតិថិជនគាត់បានរងគ្រោះនោះវាហួសពីដែនសមត្ថកិច្ចក្នុងការអន្តរាគមន៍របស់គាត់ជួយធ្វើកិច្ចការងារដោះស្រាយជូនពួកគាត់ណាចំណុចហ្នឹងដែលយើងជាប្រជាពលរដ្ឋយើងជាអតិថិជនណាវាត្រូវបានអស់ជំនឿទុកចិត្តទៅលើប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងហើយបានជាយើងប្រធានបទថ្ងៃនេះយើងជជែកអំពីយើងចង់ផ្ញើសារដាស់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យនាំគ្នាទៅដកលុយពីធនាគារនៅក្នុងប្រទេសកម្ពុជាជាបន្ទាន់ប្រសិនបើមិនចង់ខ្លាយទៅជាជនរងគ្រោះហើយអាចមានទោសទៀតដោយអតិថិជននៅ Hui One Pay សូមបងប្អូនទាំងអស់គ្នាបញ្ញាប់រុះរាន់ទៅដកលុយបងប្អូនចេញមែនទែនទៅយើងមិនមែនចេះតែនិយាយទេដោយបងប្អូនទាំងអស់គ្នាដឹងហើយនៅមានធនាគារច្រើនទៀតណាស់ដូចជាធនាគារលោកកុកអានគេហៅថាធនាគារអានកូអីជាដើមហ្នឹងសឹងតែជាធនាគាររបស់មេអក្រិតជនធំដែលសហរដ្ឋអាមេរិកគេបានរកឃើញថាពួកគាត់សុទ្ធសឹងតែជាមេអក្រិតជននៅពីខាងក្រោយនៃក្រុមពួកបណ្ដាញ scam ឆបោកតាមប្រព័ន្ធអនឡាញអញ្ចឹងលុយបងប្អូនទាំងអស់គ្នាដែលយកទៅដាក់នោះវាច្បាស់ណាស់ថាពួកគាត់នឹងរត់ជាគេហៅថាការដោះដូរជាមួយនឹងលុយកខ្វក់ដែលពួកគាត់លុយខ្មៅដែលពួកគាត់រកចូលមកហ្នឹងគឺគាត់នឹងយកលុយបងប្អូនហ្នឹងយកទៅដោះដូរទាំងអស់ហ្នឹងអញ្ចឹងគ្រាន់តែជាសារក៏ដូចជាការដាស់តឿនរបស់យើងខ្ញុំដែលមើលឃើញពីទស្សនវិជ្ជាជាក់ស្ដែងក្នុងការរងគ្រោះរបស់បងប្អូនទេមានតែបងប្អូនទៅដកលុយពីធនាគារទាំងអស់នោះទេទើបបងប្អូនអាចមានសុវត្ថិភាពធានាទុកថាបងប្អូនមិនមានបញ្ហាហើយខ្ញុំក៏សូមចូលរួមសោកស្ដាយចំពោះអតិថិជន Hui One Pay ខ្ញុំសោកស្ដាយមែនទែននៅពេលដែលយើងជាជនរងគ្រោះហើយយើងបានខ្លាយទៅជាអ្នកដែលគេហៅថាជាជនបង្កវិញណាចំណែកអ្នកដែលបង្កជនបង្កពិតប្រាកដមិនត្រូវបានមានដាក់ទោសទណ្ឌទេហើយត្រូវបានរស់នៅធម្មតាចំណុចទាំងអស់នេះហើយដែលយើងសោកស្ដាយមែនទែនហើយខ្ញុំក៏សូមចូលរួមសោកស្ដាយចំពោះអតិថិជនទាំងអស់បាទឥឡូវដល់ប្រធានបទរបស់យើងវិញលោកស្រីលួនសាលីប្រហែលជាគាត់មានបញ្ហាអ៊ីនធឺណិតរបស់គាត់យ៉ាងរអាក់រអួលបងជំរឿនអាចជួយបើសិនជាអាចជួយទុកគាត់ក្រៅសិនបងចាប់ពេលណាគាត់ដើរស្រួលចាំដាក់គាត់ចូលមកវិញអធិស្ឋានផងពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវវិលចូលមកដល់បញ្ហាប្រធានបទរបស់យើងវិញខ្ញុំចង់បានចំណាប់អារម្មណ៍ពីលោកពូលីពឿងដោយបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយគាត់ជាអិសរាជជនអ្នកនយោបាយមួយរូបដែលតស៊ូរាប់សិបឆ្នាំហើយគាត់អញ្ជើញមកពីខាងប្រទេសបារាំងឥឡូវនេះគាត់ក៏កំពុងតែខិតខំដុតជើងចំពោះកិច្ចការងារបន្ថែមបន្តទៀតជាពិសេសនោះគឺជួយកិច្ចការងាររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ខាងប្រទេសបារាំងក៏ដូចជាជួយជុំជ្រែកទៅដល់កិច្ចការងារគេហៅថាសភាបោះឆ្នោតក្រៅប្រទេសផងដែរបាទអរគុណឥឡូវខ្ញុំចង់បានចំណាប់អារម្មណ៍ពីលោកពូលីពឿង
មុនទៅចុះដោយសារតែលោកស្រីលូតសលាគាត់ពិបាកក្នុងការតាក់ទងខ្ញុំចង់បានចំណាប់អារម្មណ៍ពីលោកពូពាក់ព័ន្ធនឹងរឿងបញ្ហាធនាគារនៅក្នុងស្រុកខ្មែរហើយពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងនេះតើលោកពូយល់ឃើញបែបណាដែរបានជាយើងទាំងអស់គ្នាជំរុញនឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរទៅដកលុយពីធនាគារនៅក្នុងស្រុកខ្មែរហ្នឹងតើលោកពូយល់ឃើញបែបណាថាធនាគារទាំងអស់នោះវាអត់អាចជាទីទុកចិត្តទំនុកចិត្តសម្រាប់អតិថិជនទៀតទេឬមួយក៏យ៉ាងម៉េចដែរលោកពូហើយវាមានហេតុផលអីខ្លះបានជាចាំបាច់ត្រូវតែឲ្យពួកគាត់នឹងទៅដកលុយចេញពីធនាគារបាទសូមអញ្ជើញលោកពូបាទជាបឋមខ្ញុំកណាសូមកាត់ថ្លែងបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពជនរួមជាតិទាំងអស់ជាទីគោរពនិងសូមគោរពក្មួយទាំងពីរដែលបានចូលរួមជាមួយគ្នានឹងនាងមួយទៀតដែលមានបញ្ហាក្នុងបច្ចេកទេសពាក្យថាធនាគារជាកន្លែងដាក់លុយនិយាយចំទៅជាកន្លែងដាក់លុយហើយអ្នកដែលយកលុយទៅដាក់នៅក្នុងធនាគារសង្ឃឹមណាស់ថានឹងបានការខ្លះទុកគ្រាន់តែនឹងចាយឬក៏ធ្វើស្អីមួយផ្សេងទៀតឧទាហរណ៍យើងនៅស្រុកបារាំងគេដាក់លុយ 10,000 ឧទាហរណ៍ជាក់តែអញ្ចឹងទៅគេបានការខ្លះមកយើងអាចឲ្យយកការនោះយកមកចំណាយទៅលើអ្វីផ្សេងទៀតកម្ពុជាខ្ញុំជឿថាធនាគារនៅកម្ពុជាពីមុនមកខ្ញុំអត់និយាយពេលនេះទេมันខុសពីធនាគារនៅក្នុងពិភពលោកប៉ុន្មានទេតែតាំងពីមានបញ្ហានិយាយចំទៅគឺ scammer ពួកអ្នកដែលធ្វើបង្កើតនៅបញ្ហាអស់ទាំងនេះកំពុងតែមានការវឹកវរយ៉ាងខ្លាំងហើយរឿងដែលយើងចង់និយាយអំពី scammer នេះគឺរឿងបញ្ហាលុយកាក់នៅតែម្ដងដូចជាពីមុនយើងដឹងហើយដែលនាយករដ្ឋមន្ត្រីហ៊ុនសែនរបស់យើងហ្នឹងរបស់យើងចឹងណាថាបើកឲ្យទលាយតិចទៅតាមពិតមិនមែនរបស់ខ្ញុំមិនមែនរបស់បងប្អូនទាំងពីររបស់ក្មួយទេវាគ្រាន់តែជានាយករដ្ឋមន្ត្រីដែលកើតឡើងហ៊ុនម៉ាណែតសប្តាហ៍ហ្នឹងដែលតពីឪពុករបស់ខ្លួនហ្នឹងខ្ញុំមិនមែនបងប្អូនពីររបស់ក្មួយទេវាគ្រាន់តែជានាយករដ្ឋមន្ត្រីដែលកើតមានបញ្ហាអីមួយហ៎បាទលោកពូបាច់ដូចជាមានបញ្ហារ៉ាដអត់អីទេលោកពូយើងលោកពូទទួលបានទេលោកពូហ្នឹងហើយដូច្នេះអ្នកដែលទទួលតំណែងពីហ៊ុនសែនសប្តាហ៍ថ្ងៃដែលជាកូនខ្លួនឯងហ្នឹងគឺសកម្មភាពហ្នឹងវាហាក់បីដូចជាមានតំណែងតំណងជាមួយឪពុកខ្លួនដូចជាដែលនាយករដ្ឋមន្ត្រីហើយឪពុកជាប្រធានព្រឹទ្ធសភាបែរជាយកដែល scammer ដល់ពិសេសមួយនៅក្នុងពិភពលោកដែលយើងបានស្គាល់ឈ្មោះហើយយកមកធ្វើទីប្រឹក្សារបស់ខ្លួនហើយបញ្ហា scammer នឹងហើយដែលនាំឲ្យយើងមានបញ្ហារហូតទៅដល់សហរដ្ឋអាមេរិករហូតដល់ថៃវាយយើងពីបញ្ហា scammer នឹងឯងហើយបើយើងតវ៉ាគេយកពាក្យ scammer នឹងយកមកនិយាយដែលនាំឲ្យយើងមិនអាចធ្វើអីបានតែបញ្ហា scammer នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថា scammer ជាអ្នកលួចលុយជាអ្នកឆក់លុយជាអ្នកប្លន់លុយហើយធនាគារដែលបងប្អូនខ្មែរកំពុងតែដាក់សពថ្ងៃហ្នឹងគឺក៏តាក់ទងទៅនឹង scammer នេះដែរដូច្នេះបើគេមានបញ្ហាគេមកច្បុកច្បល់គេមកដកលុយគេមកទាញលុយដែលនៅក្នុង scammer ហ្នឹងគឺដូចជាប្រជាពលរដ្ឋដែលដាក់លុយនៅក្នុងហ្នឹងក៏អាចបាត់បង់លុយទៅថ្ងៃអនាគតអញ្ចឹងក្នុងនាមយើងទាំងអស់គ្នាជាអ្នកនៅក្រៅស្រុកជាអ្នកយល់ឃើញជាអ្នកមើលឃើញបញ្ហានឹងកើតឡើងនៅក្នុងពេលខាងមុខនេះក៏សូមអំពាវនាវឲ្យបងប្អូនខ្មែរទាំងអស់ដែលបានយកលុយយកទៅដាក់ដើម្បីឲ្យបានអន្តរេដើម្បីបានការយកមកចាយខ្លះហើយបើសិនជាអស់លោកទាំងអស់អានេះគឺថាកំណត់របស់យើងទេណាបើសិនជាអស់លោកទាំងអស់បន្តដាក់លុយនៅក្នុងធនាគារនឹងតទៅទៀតមិនមែនត្រឹមតែបាត់ការទេគឺបាត់លុយនឹងទាំងអស់ដូច្នេះគួរតែយើងដកចេញលុយនឹងយកមកទុកនៅក្នុងខ្លួនទុកការពារខ្លួននៅពេលដែលស្រុកកំពុងតែកើតសង្គ្រាមជាពិសេសអស់លោកបងប្អូនខ្លះដែលជាជនភៀសទឹកកំពុងតែវេទនាសប្តាហ៍ថ្ងៃសូម្បីតែផ្ទះសូម្បីតែទីកន្លែងនៅនឹងក៏វាមិនបានសមរម្យគួរតែដកលុយនឹងយកមកទុកក្នុងខ្លួនឯងវិញប្រសើរជាងបន្តទុកនៅក្នុងធនាគារដែលកំពុងតែមានបញ្ហាវឹកវរសប្តាហ៍ថ្ងៃនេះខ្ញុំជឿថាលុយអស់ទាំងនោះនឹងត្រូវបាត់បង់បើសិនជាបន្តទុកទៅទៀតនេះគ្រាន់តែជាមតិរបស់ខ្ញុំជូនទៅដល់បងប្អូននៅកម្ពុជាដែលកំពុងតែមានបញ្ហារឿងសង្គ្រាមរឿងបញ្ហាថៃដែលកំពុងតែឆ្លៀតពៀនមកលើទឹកដីយើងហើយប៉ះទង្គិចទៅដល់ធនាគារនឹងទៀតបើសិនជាធនាគារនឹងនៅកន្លែងធ្វើសង្គ្រាមទៀតវារឹតរលីជាងនឹងទៅទៀតដូច្នេះសូមមេត្តាទៅដកលុយនឹងមកវិញគ្រាន់បើជាទុកបាទអរគុណចា៎
បាទសូមអរគុណលោកពូមែនទែនអរគុណនៅប្រសាសន៍របស់លោកពូដែលបានលើកឡើងថាលើកទឹកចិត្តជំរុញនិងលើកទឹកចិត្តឲ្យបងប្អូនគាត់ទៅដកលុយពីធនាគារយកមកទុកដើម្បីជាសុវត្ថិភាពសម្រាប់ពួកគាត់មែនទែនដូចខ្ញុំបានបញ្ជាក់ពីខាងដើមហើយថានៅបណ្ដាប្រទេសលើពិភពលោកនេះគេមានតែជំរុញឲ្យប្រជាជនរបស់គេប្រជាពលរដ្ឋរបស់គេនឹងយកលុយទៅដាក់ក្នុងធនាគារដើម្បីទទួលបានទំនុកចិត្តថាលុយនឹងមិនបាត់បង់ទៅណាទេហើយលុយទាំងអស់នោះហើយធនាគារនោះក៏បានផ្ដល់ជាប្រាក់ការខ្លះដើម្បីជួយផ្គត់ផ្គង់ផលចំណេញរបស់គាត់បន្តិចបន្តួចពីការដែលយកលុយទៅដាក់នៅក្នុងធនាគារផងដែរប៉ុន្តែជាអកុសលនៅក្នុងប្រទេសកម្ពុជារបស់យើងដោយលោកពូបានមានប្រសាសន៍មុននឹងអញ្ចឹងពីមុនមកធនាគារខ្ញុំចំនួនខ្ញុំនៅតូចខ្ញុំមិនដែលដឹងថាធនាគារនឹងមានក្រុមមេដឹកនាំដែលជាមេក្រុមពួក scam អីជាអ្នកត្រួតពិនិត្យជាអ្នកគ្រប់គ្រងអីទេខ្ញុំមិនដែលដឹងទេតែប៉ុន្តែយើងសុទ្ធសឹងតែជាគិតថាធនាគារនឹងជាទីកន្លែងដែលសុវត្ថិភាពបំផុតសម្រាប់ការយកប្រាក់ទៅទុកនៅទីនោះប៉ុន្តែមកដល់បច្ចុប្បន្នសពថ្ងៃនេះបានខ្ញុំដឹងថាមានធនាគារច្រើនទៀតណាស់ដែលជាអ្នកគ្រប់គ្រងដោយក្រុមពួកគេហៅថារលុយរ៉ូស៊ីលៀងលុយកខ្វក់ជារ៉ូស៊ីដោយសារតែ scam online អីចឹងជាក់ស្ដែងដោយលោកហ៊ុនតូយើងដឹងស្រាប់ហើយបងប្អូនទាំងអស់គ្នាមិនមែនយើងជាប្រជាពលរដ្ឋខ្មែរយើងជាប្រជាពលរដ្ឋសាមញ្ញយើងចេះតែទៅចោទទេអ្វីដែលយើងនិយាយទោះបីជាយើងនិយាយយ៉ាងណាក៏គេមិនដែលទទួលស្គាល់ដែរជាពិសេសគឺគណៈបកប្រជាជនកម្ពុជានឹងនៅពេលដែលយើងនិយាយថាលោកទ្រីភិបលោកកុកអានណាលោកហ៊ុនតូលោកលីយ៉ុងផាត់សុទ្ធសឹងតែជាអ្នកដែលរស់ស៊ីចំនួនជួយដូរឬលុយកខ្វក់អ្នកនៅពីខាងក្រោយនៃក្រុមពួក scammer អីជាដើមនឹងគេអត់ជឿទេព្រោះយើងគ្មានផុសតាងអំណាចពិតប្រាកដប៉ុន្តែរឿងនេះមិនមែនសហរដ្ឋអាមេរិកទេពីមុនដំបូងឡើយក្រុមទាំងអស់នេះណាគឺគេហៅថារបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោកដូចជា Human Rights Research Consultancy អីគេសិតតែចុះផ្សាយទូទាំងពិភពលោកគេថាមន្ត្រីគណៈបកប្រជាជនកម្ពុជាជាច្រើនរូប20រូបជាងដែលពាក់ព័ន្ធជាមួយនឹងក្រុមពួកគេហៅថារ៉ូស៊ីបោកប្រាស់ឆោបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជានឹងមានឈ្មោះច្រើនណាស់មានលោកហ៊ុនតូមានលោកកុកអានមានលោកលីយ៉ុងផាត់ណាមានលោកគួយចម្រើនមានលោកឡុងឌីម៉ង់ឃើញសុទ្ធសឹងតែជាមន្ត្រីពាក់ព័ន្ធរបស់គណៈបកមន្ត្រីដែលគេហៅថាធំរបស់គណៈបកប្រជាជនកម្ពុជាទាំងអស់ហើយពួកគាត់សុទ្ធសឹងតែជាមេចំនួនធំជាក់ស្ដែងដោយលោកហ៊ុនតូមិនមានភាគរយនៅក្នុងគេហៅថាធនាគារ Hui One Pay ដែលគាត់ចេញមកអះអាងថាគាត់មានតែ 30% ទេហើយចំណែកឯលោកកុកអានឯនោះទៀតមិនជាម្ចាស់ធនាគារអានកូផងដែរអញ្ចឹងយើងកលេចមកវិញសុទ្ធសឹងតែជាគេហៅថាមេដែលជាអ្នកដោះដូរលុយខ្មៅនឹងហើយអញ្ចឹងបានយើងជំរុញឲ្យពួកគាត់ដែលមានលុយនៅក្នុងធនាគារទាំងអស់នោះប្រញាប់ទៅដកវិញហើយអ្នកដែលមិនទាន់បានយកលុយទៅដាក់ក្នុងធនាគារគួរតែកុំយកទៅដាក់ព្រោះថាពេលនេះប្រទេសកំពុងតែមានភាពពុកវល់ផងរឿងបញ្ហាសង្គ្រាមផងអីផងអញ្ចឹងបងប្អូនទាំងអស់គ្នាកុំយកទៅដាក់ក្នុងធនាគារអីវាមិនល្អមិនធានាសុវត្ថិភាពទេបាទអរគុណនៅប្រសាសន៍របស់លោកពូលីពឿងចូលមកបងលឹមសុខាវិញខ្ញុំចង់បានពីបងលឹមសុខាជុំវិញរឿងនេះដដែលពាក់ព័ន្ធជាមួយនឹងអតិថិជនដែលរងគ្រោះហើយយើងអត់និយាយថាចំពោះអតិថិជនរងគ្រោះដោយសារធនាគារទេបងលឹមសុខាខ្ញុំចង់យើងសរុបទាំងអស់អ្នករងគ្រោះដោយសារធនាគារ Hui One Pay អ្នករងគ្រោះដោយសារអុកញ៉ាបោកប្រាស់នៅក្នុងស្រុកខ្មែរជាក់ស្ដែងដូចជាអុកញ៉ាលេងចនាអុកញ៉ាលេងនវត្រាណាអុកញ៉ាហ៊ីកំហុងបរិយពិភពថ្មីអីហ្នឹងសុទ្ធសឹងតែជាអ្នករងគ្រោះណាខ្ញុំចង់បានការយល់ឃើញរបស់បងសុខាថាតើពួកគាត់ដែលរងគ្រោះទាំងអស់នោះពួកគាត់គួរធ្វើបែបណាគួរតែសាមគ្គីគ្នាបង្កើតជាសហគមន៍មួយឬមួយក៏ជាតំបន់រំដោះមួយដោយលោកគុំសុកគាត់បានលើកឡើងទេឬមួយក៏យ៉ាងណាចំពោះបងសុខាទស្សនៈនៃការយល់ឃើញរបស់បងតើបងយល់បែបណាដែរចំពោះរឿងនេះបាទសូមជ័យបងលឹមសុខាបាទអរគុណច្រើនជាធម្មតាជាផងខ្ញុំបានលើកថាទៅប្រាប់ផងគុំដល់លេខដើមប្រាក់គ្រប់ព្រះអង្គខ្ញុំសូមជម្រាបសួរដល់បងប្អូនរួមជាតិដែលកំពុងតែទស្សនានៅเพจលោកធានសំស៊ីបាទតែគឺសូមជម្រាបសួរដល់វាគ្មិននិងអ្នកសម្រាប់គំនូលទាំងអស់នៅក្នុងក្រុមហ្នឹងហើយពាក់ព័ន្ធនៅក្នុងប្រធានបទរបស់យើងថ្ងៃនេះគឺពលរដ្ឋខ្មែរត្រូវតែដកលុយពីធនាគារជាបន្តបើសិនបើមិនចង់រងគ្រោះដោយHui One Payវិធីការពិតយើងឃើញព័ត៌មានជាក់ស្ដែងយើងអត់មានបំភ្លៃយើងអត់មានយើងផលិតទេបាទហើយពាក់ព័ន្ធនៅក្នុងរបាយការណ៍នេះដោយលោកជាថនលើកឡើងឬក៏បងលីពឿងគាត់លើកឡើងបាញ់ហ្នឹងគឺយើងលើកឡើងដោយមានការបញ្ជាក់យ៉ាងច្បាស់លាស់ហើយនឹងឃើញគ្រប់រូបភាពដូចជាមានការប្តឹងឬក៏ធ្វើបាតកម្មនៅមុខធនាគារអីហ្នឹងគឺយើងមានឃើញរូបភាពទាំងអស់អញ្ចឹងអ្វីដែលយើងនិយាយ
គឺជានិយាយរឿងពិតអត់មានផ្លេបាទហើយមួយទៀតតែយើងទទួលព័ត៌មានមុននឹងកើតរឿងគឺយើងបានពីអង្គការនានាគេបង្ហាញថាមន្ត្រីរបស់គណៈប្រជាជនជាពិសេសគឺមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នគេហៅថារដ្ឋាភិបាលអឺកូនឹងគឺជាមេចៅឬក៏មេ scam ដ៏ធំមួយដែលពិភពលោកគាត់កំពុងតែមានការបារម្ភយ៉ាងខ្លាំងចំពោះជនរងគ្រោះអញ្ចឹងហើយសម្រាប់ប្រជាពលរដ្ឋស្រុកខ្មែរដោយលោកជាធនបានលើកឡើងមិញមិនមែនត្រឹមតែជាអនិច្ចជនរបស់ធនាគារទេសូម្បីតែពាក់ព័ន្ធរឿងគេហៅថាដីឡូឬក៏ដីបរិយាផ្សេងហ្នឹងក៏ពួកគាត់ហ្នឹងក៏រងគ្រោះដូចគ្នាដែរបាទហើយយើងដឹងទាំងអស់អ្នកទាំងអស់ហ្នឹងគឺជាកប៉ៅលុយរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាពិសេសគេហៅថាក្រុមគ្រួសារនៃតកូលហ៊ុនតែម្ដងយើងសរុបឲ្យខ្លីបាទចឹងហើយបានពួកយើងទាំងអស់គ្នាតែងតែលើកឡើងតែងតែបារម្ភជំនួសពួកគាត់ដែលគាត់កំពុងតែរងគ្រោះចឹងហើយបានយើងទទួលអង្វរហើយអង្វរទៀតទៅដល់បងប្អូនពលរដ្ឋហ្នឹងឲ្យចេះសាមគ្គីគ្នាបាទសាមគ្គីយ៉ាងម៉េចគឺគេបំបែកយើងពីក្រុមមួយទៅក្រុមមួយឥឡូវខ្ញុំលើកឧទាហរណ៍ក្រុមដូចជាថតលើកឡើងមិញអញ្ចឹងគឺក្រុមដីឡូមានលេខចនាអញ្ចឹងទៅឬក៏អុកញ៉ាផ្សេងទៀតអញ្ចឹងទៅហើយមកធនាគារឬក៏ក្រុមកម្មករកាត់ដេរក្រុមដំណោះដីធ្លីអញ្ចឹងនៅក្រុមទាំងអស់ហ្នឹងគេគិតម្នាក់អញ្ចឹងហើយបានយុទ្ធសាស្ត្ររបស់លោកហ៊ុនសែនប្រើដដែលជាដដែលហៅថាយុទ្ធសាស្ត្រដែកហ្នឹងគេហៅថាងើបមួយវាយមួយងើបពីរវាយពីរអញ្ចឹងគឺគេបែងចែកក្រុមហ្នឹងបើសិនជាក្រុមហ្នឹងងើបមួយគឺគេវាយមួយហើយក្រុមពីរងើបឡើងគេវាយពីរតែបើសិនជាក្រុមទាំងអស់ហ្នឹងលើកងើបឡើងទាំងអស់គ្នាអញ្ចឹងលោកហ៊ុនសែនមិនអាចទៅវាយកើតទេហើយគិតមើលមួយក្រុមមានប្រមាណនេះអត់មានក្រោមពី100នាក់ទេបាទអញ្ចឹងបើសិនជាយើងរួមគ្នាសហការគ្នាអូយសេវាយ៉ាងយ៉ាងគាត់រំដោះដូចលោកកំសុកគាត់លើកឡើងអញ្ចឹងដោយលោកជាថនគាត់បានរំលឹកហើយរំលឹកទៀតដោយលោកកំសុកគាត់គាត់លើកឡើងយ៉ាងគឺបើសិនជាបងប្អូនពលរដ្ឋខ្មែរទាំងអស់មិនបង្កើតតំបន់រំដោះទេគឺគ្មានអ្នកណាអាចទៅជួយរំដោះយើងបានទេអញ្ចឹងមានតែយើងខ្លួនយើងទេដែលអាចងើបឡើងដែលអាចតតាំងជាមួយរបបផ្ដាច់ការប្រសិនបើជាចង់ឲ្យគេជួយខ្ញុំលើកឧទាហរណ៍ខ្លីមួយរឿងដំណោះដីធ្លីនៅគេហៅថាភូមិផងរបងជាមួយបើសិនជាយើងឆ្លោះគ្នាតែពីរនាក់ហ្នឹងយើងអត់ទៅប្តឹងមេភូមិប្តឹងមេក្រុមទេគឺពួកគាត់ដឹងថាយើងហ្នឹងមានចំនួនទេបាទហ្នឹងទី1ទី2បើសិនជានៅក្នុងភូមិឃុំហ្នឹងសម្រាប់ខ្លួនបានទេយើងអាចឡើងដល់តុលាការហ្នឹងវាមានដំណាក់កាលវាអញ្ចឹងយ៉ាងណាមិញយើងទាំងអស់គ្នាដូចគ្នាបើសិនជាក្រុមយើងហ្នឹងនៅក្នុងហ្នឹងសម្រួលមិនបានទេយើងអាចរួមជាក្រុមផងយើងចូលគេហៅថាតំបន់របស់ហ្នឹងដើម្បីដឹងទៅដល់យើងដឹងស្រាប់តុលាការនៅក្នុងប្រទេសខ្មែរគឺជាតុលាការយ៉ងរបស់តកូលហ៊ុនអញ្ចឹងយើងមិនអាចទៅដល់ស្រាយបានទេអញ្ចឹងយើងត្រូវដឹងទៅតុលាការផ្សេងទៀតតុលាការផ្សេងទៀតអ្នកណាគេយើងត្រូវសួរថាតុលាការផ្សេងទៀតអ្នកណាគេអន្តរជាតិសួរថាអន្តរជាតិនៃណាអញ្ចឹងដោយលោកកំសិតលោកកំសិតគាត់បានលើកឡើងយកឯកសាររបស់ទៅដាក់ទៅតាមស្ថានទូតនានាអញ្ចឹងស្ថានទូតនឹងមានស្ថានទូតអីខ្លះវាមានអាមេរិកចក្រភពអង់គ្លេសបារាំងអូស្ត្រាលីប្រទេសផ្សេងបាទដូចជាកូរ៉េខាងត្បូងអញ្ចឹងតែកុំទៅដាក់រែងជើងមិនគ្រាន់តែនិយាយទេព្រោះអានឹងវាសិតតែគ្នារបស់ផ្ដាច់ការហើយបាទចិនឯហ្នឹងគឺជាគេហៅថាល្អតែមុខទេតែក្រោយខ្នងគឺយើងឃើញស្ដាប់ហើយព្រឹត្តិការណ៍ដែលខ្ញុំបញ្ជាក់ឲ្យច្បាស់នៅពេលដែលមេអតិថិជន Gen Z ហ្នឹងអាមេរិកស្នើឲ្យបញ្ជូន Gen Z ដើម្បីធ្វើការបកស្រាយឲ្យច្បាស់លាស់ស្វែងរកយុត្តិធម៌ច្បាស់លាស់លោកហ៊ុនសែនបញ្ជូនទៅចិត្តបាត់អាហ្នឹងហើយគឺជាគេហៅថាបំផិតអស់តាំងអញ្ចឹងរបបកុម្មុយនីសផ្ដាច់ការដែលយើងគួរកត់សម្គាល់វាមានចិនវាមានវៀតណាមមានកូរ៉េខាងកូរ៉េខាងជើងអីកុំទៅវិវត្តយើងងាកទៅមើលប្រទេសដែលសេរីហើយប្រជាធិបតេយ្យពិតប្រាកដគឺមិនមែនខ្លាំងខ្លាយយើងឃើញកូរ៉េត្បូងនិងកូរ៉េជើងខុសគ្នាមេឃដីកូរ៉េដូចគ្នាណាប៉ុន្តែមេឃដីបាទហើយមានអូស្ត្រាលីមាន
បារាំងអាមេរិកកាណាដាហ្នឹងគឺគេចូលរួមជួយអ្នករងគ្រោះពិតប្រាកដបាទអាហ្នឹងអ្វីដែលយើងត្រូវដឹងទាំងអស់គ្នាអញ្ចឹងបលាការឯករាជ្យរបស់យើងគឺនៅតាមបណ្ដាស្ថានទូតនានាដើម្បីឲ្យពួកគាត់ហ្នឹងអាចជួយយើងបានតែប្រសិនបើជាយើងរួមគ្នាទេលទ្ធផលដោយលោកហ៊ុនសែនលើកឡើងងើបមួយវាយមួយងើបពីរវាយពីរអញ្ចឹងយើងកុំគិតថាយើងទៅងើបម្នាក់ពីរនាក់ហ្នឹងខ្ញុំប្រៀបធៀបមួយក្រុមពីរក្រុមកាលណាយើងងើបមួយក្រុមពីរក្រុមគឺហ៊ុនសែននៅតែវាយយ៉ាងយើងឃើញហុយវ៉ាន់ពេសំណួរគេសួរថាទៅងើបទៅទាំងអស់គ្នាមិននៅគេវាយត្រឹមត្រូវតែនៅក្នុងទៅហុយវ៉ាន់ពេមួយហ្នឹងអញ្ចឹងចំណងដែលយើងចង់បានហ្នឹងគឺទាំងហុយវ៉ាន់ពេទាំងដំណក់ដីធ្លីទាំងអ្នករងគ្រោះផ្សេងត្រូវចេះសហការរួមគ្នាទៅតំបន់រំដោះរបស់យើងបាទតំបន់រំដោះរបស់យើងជាអ្វីគឺនៅក្នុងស្ថានទូតនានាហ្នឹងហើយជាពិសេសដូចខ្ញុំនិយាយពីព្រឹកមិញអញ្ចឹងគឺបណ្ដាញសង្គមយើងឥឡូវនេះទៅរកដីកោកដីអីហ្នឹងមករៀបចំអត់បានទេគឺលោកហ៊ុនសែនបំផ្លាញតិចបាទនឹងជាពិសេសគឺកូរ៉ូណាបាទអញ្ចឹងហើយបានពួកយើងហ្នឹងទទួលទៀតឲ្យរួមសហការគ្នាកុំលើកងើបតែមួយក្រុមចូលយុទ្ធសាស្ត្ររបស់ហ៊ុនសែនណាចឹងហើយអ្វីដែលប្រធានបទពួកយើងលើកឡើងថ្ងៃនេះហ្នឹងគឺមិនចង់ឲ្យបងប្អូនរងគ្រោះបន្តដោយបងលីពឿងគាត់នៅបារាំងហ្នឹងយើងមើលអាយុវ័យកាលគាត់ប្រហែលហើយយើងមើលទៅសក់ហ្នឹងហើយអញ្ចឹងគាត់តស៊ូហ្នឹងចង់បានហើយគាត់មិនមែនចង់បានតំណែងគាត់ទេគាត់ដល់ជាឈាមជួរខ្មែរដែរគាត់ជួយចាប់គាត់ឃើញរូបភាពដែលគេធ្វើបាបប្រជាពលរដ្ឋខ្មែរអ្នកស្លូតត្រង់ជាពិសេសនៅពេលដែលសង្គ្រាមកើតឡើងថ្មីហ្នឹងគឺគេហៅថាយកមកចេញបើនិយាយពីរឿងកំស្វាត់វិញបាទគឺប្រព្រឹត្តខ្លាំងគាត់ឆ្លងកាត់សង្គ្រាមយើងគិតមើលលោកជាថនវ័យប៉ុណ្ណឹងមិនមែនតិចជាង20ដងទេបាទអញ្ចឹងហើយគាត់ជួយចាប់គាត់មិនចង់ឃើញរូបភាពនោះទៀតហើយមិនមែនតែបងលីពឿងអ្នកនៅក្រៅប្រទេសទាំងអស់មិនថាយុវជនថាយុវចាស់គឺមិនចង់ឃើញរូបភាពដដែលទេបាទតែបើដដែលដោយអាមេរិកអីគេរីកចម្រើនណាអត់អីតែបើសិនជានៅក្នុងស្រុកខ្មែរណាគឺកាន់តែរិចទៅឥឡូវសេដ្ឋកិច្ចក៏ដើរហើយប្រទេសជាតិកាន់តែរួញទៅទៀតបាទគេយកដីខាងលិចទៅយកខាងកើតទៅយកណាហើយសេដ្ឋកិច្ចខ្មែរសប្តាហ៍នេះគឺពិបាកបាទហើយថ្មីខ្ញុំឃើញខ្លាំងណាស់បងអើយបាទខ្ញុំឃើញនៅក្នុងបាទឥឡូវចេះអធិស្ឋានបងសុខាអធិស្ឋានដោយសារតែលោកស្រីលោកសលីប្រហែលជាគាត់អាចមានបញ្ហាអ៊ីនធឺណិតខ្សោយឥឡូវខ្ញុំផ្ដល់ឲ្យទៅគាត់ឆ្លើយមុនចុះចូលរួមមុនចុះដើម្បីផ្លេចគីឡូមកពីបញ្ហារបស់គាត់ខ្ញុំអធិស្ឋានបងលោកសុខាផងដែលកាត់បងកំពុងតែមានវិសាសសូមអធិស្ឋានបងឥឡូវយ៉ាងណាហើយលោកស្រីលោកស្រីលោកសលីទទួលខ្ញុំបានទេដូចជាមិនដំណើរការទេបងជំរឿនគាត់ប្រហែលជាមិនដំណើរការទេបងគាត់ខ្សោយអ៊ីនធឺណិតពិបាកយើងពិបាកជជែកជាមួយគាត់បន្តិចឥឡូវបងសុខាមើលទៅយើងទុកគាត់សិនណាព្រោះពិបាកជជែកជាមួយគាត់គាត់ខ្សោយអ៊ីនធឺណិតឥឡូវវិលមករឿងរបស់យើងវិញខ្ញុំមែនទៅដូចខ្ញុំបានបញ្ជាក់ទៀតដូចព្រឹកមិញក៏ខ្ញុំបាននិយាយដែរថារឿងពាក់ព័ន្ធជាមួយរឿងបញ្ហា scam បញ្ហាក្រុមឆបោកនៅក្នុងប្រទេសកម្ពុជានេះយើងសុទ្ធសឹងតែដឹងទាំងអស់គ្នាថាវាកើតឡើងដោយសារតែមេដឹកនាំផ្ដាច់ការនៅក្នុងប្រទេសកម្ពុជាគាត់គឺជាបណ្ដាញគឺជាឈ្មោះធំបាទឥឡូវប្រហែលជាគាត់ដំណើរការបានហើយអ៊ីនធឺណិតលោកស្រីលោកសាលីខ្ញុំចង់បងឆ្លងនេះយកខ្លាំងមែនទេនិយាយស្ដាប់ស្ទឹងអត់បានត្រូវ ឥឡូវទទួលខ្ញុំបានច្បាស់ទេបើមិនទទួលបានទេអត់អីទេយើងអាចបញ្ចប់ការជជែកគ្នាត្រឹមប៉ុណ្្នឹងសិនចុះបើទទួលខ្ញុំបានយើងជជែកបន្តបាទឥឡូវអញ្ចឹងខ្ញុំចង់បានជាគំនិតយោបល់ពីការយល់ឃើញរបស់លោកស្រីជុំវិញបញ្ហាខ្ញុំបើតាមខ្ញុំដឹងមើលទៅលោកស្រីក៏ជាជនរងគ្រោះមួយរូបដែរពាក់ព័ន្ធជាមួយនឹងបញ្ហាដីធ្លីជាដើមហើយយើងឃើញហើយពាក់ព័ន្ធជាមួយនឹងបញ្ហារងគ្រោះប្រជាពលរដ្ឋដែលគាត់រងគ្រោះនៅក្នុងប្រទេសកម្ពុជាច្រើនខ្លាំងមែនទែនក្នុងនោះលោកស្រីក៏ជាចំណែកមួយនៃការរងគ្រោះដោយសារតែភាពអយុត្តិធម៌ពីអ្នកមានអំណាចជិះជាន់ធ្វើបាបផងដែរខ្ញុំចង់បានពីចំណាប់អារម្មណ៍របស់លោកស្រីដែលលោកស្រីធ្លាប់រងគ្រោះថាតើលោកស្រីមានជំនឿទុកចិត្តទៅលើការដោះស្រាយប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាដែរទេដោយកន្លងមកលោកស្រីក៏ធ្លាប់ឆ្លងកាត់រឿងទាំងអស់នេះហើយប្រសិនបើបែបនោះតើលោកស្រីគិតថាប្រជាពលរដ្ឋខ្មែរនឹងលោកគួរតែធ្វើបែបណាចេះរួមសាមគ្គីគ្នាធ្វើគេហៅថាការតវ៉ាទៅតាមស្ថានទូតនីមួយៗដែរទេឬមួយក៏យ៉ាងណាដែរចំពោះការយល់ឃើញរបស់លោកស្រីបាទសូមអញ្ជើញលោកស្រី
ចានាងខ្ញុំសូមគោរពជម្រាបសួរលោកពូហើយនឹងបងប្រុសហើយនឹងអ្នកសម្រាប់ធ្វើកម្មវិធីផងដែរចាក្នុងនាងខ្ញុំជាសកម្មជនដៃពីមកពីខាងខេត្តព្រះវិហារហើយក៏សូមគោរពជម្រាបសួរដល់ព្រះអង្គព្រះសង្ឃលោកធារានុធារៈទូទាំងប្រទេសពិភពលោកដែលបានឃើញនៅការទស្សនាហើយនឹងពួកខ្ញុំកំពុងតែនិយាយចាក្នុងនាមខ្ញុំជាជនរងគ្រោះនាងខ្ញុំធ្លាប់ជួបជនរងគ្រោះដីធ្លីនៅប្រទេសកម្ពុជាបើសិនតែយើងមិនអាចរួបរวมគ្នាខ្ញុំគិតថាវាអាចទៅរួចទេព្រោះអ្នកមានអំណាចមិនមែនត្រឹមតែអ្នកមានអំណាចជួយតាចទេបងប្អូនអ្នកតូចតាចនៅប្រទេសកម្ពុជាធ្វើឲ្យបានទេដូចជាបរិបទអីមិនចេះតែដើរទៅយកដីបានទេបើសិនតែគ្មានអ្នកដែលមានអំណាចនៅពីក្រោយខ្នងដើម្បីបញ្ជាឲ្យធ្វើបាបប្រជាបរិបទហើយអ្នកដែលបញ្ជានៅពីក្រោយខ្នងនោះគឺគ្មានអ្នកណាទេក្រៅពីសម្ដេចតេជោហ៊ុនម៉ាណែតហ៊ុនសែននឹងឯងនិយាយរួមទៅតាំងពីនាងខ្ញុំតាំងពីលោកហ៊ុនម៉ាណែតឡើងតាមជើងខនឹងព្រាមគឺប្រជាពលរដ្ឋមានការរងគ្រោះច្រើនខ្លាំងទេហើយក្នុងរឿងដីធ្លីដែលនាងខ្ញុំជួបក្នុងឆ្នាំ2024នេះមិនមែនតែភ្លាមហ្នឹងមិនមែនភ្លាមទេរយៈពេល2ឆ្នាំដែលនាងខ្ញុំឡើងទៅដាក់តុលាការឡើងទៅដាក់ក្រសួងមហាផ្ទៃក្រសួងដែនដីឲ្យមានការដោះស្រាយឲ្យប្រជាពលរដ្ឋប៉ុន្តែទុយស្រឡះប្រជាពលរដ្ឋពួកយើងគ្មានសិទ្ធិគ្មានសិទ្ធិនិយាយអ្វីទាំងអស់ព្រោះដោយសារតែតុលាការនៅប្រទេសកម្ពុជាគឺជាតុលាការតេឡេគឺជាតុលាការមើលឃើញតែទឹកប្រាក់មើលឃើញតែពួកដែលមានអំណាចហើយនឹងជិះជាន់ធ្វើបាបប្រជាពលរដ្ឋពេលដែលប្រជាពលរដ្ឋនិយាយគឺតែងតែរមែងចាប់ដាក់គុកអញ្ចឹងហើយប្រទេសកម្ពុជាបើសិនជាមានថ្នាក់ដឹកនាំដែលចូលមកសៀតដូចជាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដឹកនាំរដ្ឋថ្ងៃខ្ញុំថាប្រទេសកម្ពុជាប្រហែលជាមិនអាចទៅមុខរួចទេហើយក្នុងប្រជាពលរដ្ឋខ្ញុំចង់និយាយទៅដល់បងប្អូនដែលមិនទាន់ជួបឬក៏ជួបហើយខ្ញុំចង់ឲ្យបងប្អូនងើបឈរក្រោកងើបឈរដើម្បីការពារសិទ្ធិខ្លួនជាប្រជាពលរដ្ឋយើងជាប្រជាពលរដ្ឋប៉ុន្តែយើងក៏ជាមនុស្សយើងក៏ចង់យើងក៏មានបេះដូងនឹងការជឿចាប់ហើយយើងក៏ចង់បានមានក្រុមគ្រួសារដូចបងប្អូនដទៃហើយដូចជាតកូលហ៊ុនដែលកំពុងតែគឺហាសប្បាយលើកំណត់ទុករបស់ប្រជាពលរដ្ឋនៅថ្ងៃនេះចាក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលរងគ្រោះខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនទូទាំងប្រទេសកម្ពុជាដែលកំពុងតែរងគ្រោះហើយនឹងបាត់បង់មិនថាថៃកំពុងតែឈ្លានពានមកវាហើយឈឺចាប់ហើយនៅពេលរាល់ថ្ងៃនេះខ្ញុំបានឃើញថាបងប្អូនគាត់បានស្រែកយំអង្វរថាថៃទទួលថៃឈ្លានពានហើយនៅប្រជាជនរដ្ឋមន្ត្រីនៅប្រទេសកម្ពុជានឹងឈ្លានពានចិនឈ្លីនៅប្រជាពលរដ្ឋទៀតហ្នឹងហើយជាទង្វើដែលអាក្រក់ជាទង្វើដែលជួជាតិខ្លាំងមែនទែនដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានតែការឈឺចាប់មានតែការភ័យខ្លាចព្រោះដោយសារបាត់អីបានខ្ញុំនិយាយថាភ័យខ្លាចពួកប្រជាពលរដ្ឋងើបមួយគម្រាមសារងើបពីរគម្រាមសារវាយសម្លាប់ដាក់គុកអញ្ចឹងហើយរបបតកូលហ៊ុននេះបើសិនតែនៅតែបន្តมันអាចឲ្យប្រទេសកម្ពុជាយើងរីកចម្រើនហើយក៏និយាយរួមទៅគឺកាត់មិនដែលខ្វល់ពីប្រជាពលរដ្ឋសម្រាប់ដែលខ្ញុំជួបផ្ទាល់ប៉ុន្តែពេលដែលខ្ញុំនិយាយទៅគេថាខ្ញុំពុះបំបោះបំអល់សង្គមមិនដែលអ្វីដែលឈឺចាប់ក្នុងឆាកជីវិតម្នាក់គឺតែងតែឈឺចាប់ពេលដែលបាត់បង់ផ្ទះសម្បែងដែលឃើញខ្មែរជិះចិនខ្មែរខ្លួនឯងចាមិនមានជិះចិនបរទេសណាមកជិះចិនទេថៃជិះចិនយកយើងឈឺចាប់មកតាហើយប៉ុន្តែយើងកំពុងតែឈឺចាប់នៅប្រទេសកម្ពុជាដូចឃើញហើយ scam online ក៏ច្រើនខ្លាំងមែនទែនហើយធ្វើបាបប្រជាពលរដ្ឋនឹងក៏ខ្លាំងច្រើនមែនទែនហើយខ្ញុំចង់សំពោទៅដល់បងប្អូនទូទាំងប្រទេសកម្ពុជាសូមកុំអស់សង្ឃឹមនិងក្រក់ឈរដើម្បីទាមទារសិទ្ធិជាប្រជាពលរដ្ឋសិទ្ធិជាម្ចាស់ប្រទេសម្ចាស់ប្រទេសដែលនិយាយខុសនិយាយត្រូវខឹងទៅពេលនិយាយឮដល់អារឿងឈឺចាប់ហ្នឹងខ្ញុំចង់តែស្រែកយំមែនតើបងទាំងដែលទ្រព្យសម្បត្តិប្រជាពលរដ្ឋទាំងដែលជាដីរបស់យើងប៉ុន្តែដល់ពេលគេមានសិទ្ធិអំណាចណាបងឡើងតុលាការគេហៅប្រជាពលរដ្ឋឡើងតុលាការប៉ុន្តែគេអត់បានឲ្យប្រជាពលរដ្ឋយើងនឹងនិយាយអ្វីដែលជាការពិតទេតែនិយាយការពិតគឺចាប់ដាក់គុកនេះហើយជាប្រទេសអគុណរបស់សន្តិភាពរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតចាជាចុងក្រោយខ្ញុំក៏អត់សូវដឹងអត់សូវបកកែនិយាយអីប្រហែលទេព្រោះខ្ញុំជាប្រជាជនហើយក៏ជាកសិករធម្មតាអត់សូវដឹងរឿងច្បាប់ទម្លាប់តែរឿងខ្ញុំជួបរឿងដីធ្លីខ្លួនឯងរួមជួបនៅការជិះចាប់ហើយយើងមើលឃើញថារាល់ថ្ងៃនេះប្រជាពលរដ្ឋយើងក៏មិនមែនត្រឹមតែទៀមឈ្លានពានទេបងប្អូនហើយរាល់ថ្ងៃនេះអ្នកមានអំណាចគឺតែងតែចិនឈ្លីធ្វើបាបមកលើប្រជាពលរដ្ឋហើយណាមួយកុំងើបមួយបងប្អូនកុំងើបមួយពាក្យដែលលោកហ៊ុនសែនថាងើបមួយវៃមួយអញ្ចឹងខ្ញុំសំណូមពរទៅដល់បងប្អូនយើងមិនតស៊ូក៏ស្លាប់យើងតស៊ូក៏ស្លាប់អញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនងើបឈរហើយក្រក់ឈរតស៊ូវាស្លាប់ប្រសើរជាងដែលយើងមិនក្រក់ឈរតស៊ូចាខ្ញុំមានតែប៉ុណ្ណេះទេបងប្អូនខ្ញុំមានតែប៉ុណ្ណេះទេបង
បាទអរគុណច្រើនលោកស្រីមែនតើទៅខ្ញុំសរសើរនៅអ្វីនៅភាពក្លាហានរបស់លោកស្រីមែនតើទៅយើងសិនសិនតែជាអ្នករងគ្រោះជាពិសេសគឺលោកស្រីដែលជាអ្នករងគ្រោះដោយសារតែក្រមពួកមន្ត្រីអ្នកមានធ្វើបាបបំពានគេហៅថាយកដីប្លន់យកដីរបស់លោកស្រីហើយយើងជាជនរងគ្រោះនៅពេលណាដែលយើងទៅស្រែករកឲ្យស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាជួយយើងបែរខ្លាយទៅជាជនបកវិញហើយត្រូវតុលាការឬមួយក៏សមត្ថកិច្ចដាក់សម្ពាធមកលើយើងហើយឈានរហូតទៅដល់យើងខ្លាយទៅជាគេហៅថាអ្នកដែលត្រូវចាក់ចេញពីក្នុងប្រទេសដោយសារតែរងគ្រោះដោយសារតែការធ្វើបាបបំពានយកច្បាប់គេហៅថាមកអនុវត្តលើយើងដែលជាជនរងគ្រោះព្រោះអីព្រោះតុលាការស្រុកខ្មែរយើងដឹងទាំងអស់គ្នាសុទ្ធសឹងតែជាតុលាការដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុនសែនអញ្ចឹងលោកហ៊ុនសែនគាត់បានកម្រៃចូលពីក្រមពួកអង្គការពីក្រមពួកមន្ត្រីដែលជិះជាន់ធ្វើបាបប្រជារាស្ត្រនោះហើយជាក់ស្ដែងដូចជាយើងនិយាយពីរឿងព្រៃឈើវិញដូចលោកទ្រីភិបប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយសុទ្ធសឹងតែជាមនុស្សជំនិតរបស់លោកហ៊ុនសែនហើយលោកទ្រីភិបនេះហើយគាត់បំផ្លាញតាំងពីព្រៃឈើតាំងពីគាត់រហូតមកដល់កូនរបស់គាត់ទៀតបច្ចុប្បន្នសប្តាហ៍នេះដូចជាកំពុងតែមានក្រុមហ៊ុនកូនរបស់គាត់ផងកំពុងតែដំណើរការយ៉ាងកកឹកកក្រែងហើយកំពុងតែបំផ្លាញរ៉ែធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងខ្លាំងមែនទែនហើយអ្វីដែលបំផ្លាញកាន់តែខ្លាំងនោះគឺដីប្រជាពលរដ្ឋខ្មែរដែលត្រូវបានក្រុមហ៊ុនទ្រីដែលលុចដែលត្រូវជាកូនរបស់លោកទ្រីភិបហ្នឹងកំពុងតែបំពេញកាន់កាប់ទឹកដីរបស់ពួកគាត់ដែលពួកគាត់អាស្រ័យផលរាប់សិបឆ្នាំតាំងពីចំនួនលោកយាយលោកតារបស់គាត់មកដល់គាត់ទៀតប៉ុន្តែនៅពេលដែលក្រុមពួកអង្គការគេមើលឃើញថាទីនោះវាជាទីដែលគេអាចប្រកបគេហៅថាមើលឃើញពីចំណូលសេដ្ឋកិច្ចរបស់គេគឺគេនឹងធ្វើការបំពេញទៅលើប្រជាពលរដ្ឋហើយមិនពិបាកទេក្នុងការបំពេញទៅលើប្រជាពលរដ្ឋដែលក្រីក្រស្លូនត្រង់គ្មានអ្នកការពារទីមួយគឺគេប្រើថាដីនោះគឺជាដីរបស់រដ្ឋវាជាការពិតណាស់ប្រសិនបើពួកគេមានភាពស្មោះត្រង់ពិតប្រាកដណាស់នៅពេលដែលប្រជាពលរដ្ឋខ្មែរចូលកាន់កាប់ទឹកដីរបស់គាត់អស់រយៈពេលជាង40ឆ្នាំនោះចាប់ផ្ដើមដែលពួកគាត់ចូលកាន់កាប់ពួកគេនឹងគួរតែប្រាប់ប្រជាពលរដ្ឋថាដីនេះជាដីរបស់រដ្ឋហាមឃាត់អញ្ចឹងរស់នៅមានពេលវេលាកំណត់ត្រឹមប៉ុណ្ណាអីប៉ុណ្ណាគួរតែបញ្ឈប់ពួកគាត់ឬមួយក៏មិនឲ្យពួកគាត់រស់នៅបន្តទៀតទេប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋនាំគ្នាទៅត្រាយទៅវាលរស់នៅបានរហូតដល់ខ្លាយជាភូមិជាតំបន់មួយគេមើលឃើញពីគេហៅថាសេដ្ឋកិច្ចវានឹងដំណើរការនៅថ្ងៃខាងមុខបែរជាត្រូវក្រុមពួកអង្គការទាំងអស់នោះទៅជិះជាន់ទៅប្រមូលយកទាំងអស់ហ្នឹងអាហ្នឹងហើយដែលយើងចង់បញ្ជាក់ថាអ្នកដែលរងគ្រោះដោយសារតែក្រុមពួកទាំងអស់នោះគឺគ្មាននរណាអាចជួយរកយុត្តិធម៌បានទេដោយសារតែអ្នកនៅពីខាងលើជាអ្នកបញ្ចប់បញ្ជាឲ្យពួកនឹងធ្វើបែបហ្នឹងបាទឥឡូវយើងដឹងទាំងអស់គ្នាវិលមករឿងរបស់យើងវិញលោកពូលីពឿងខ្ញុំចង់បានពីការយល់ឃើញរបស់លោកពូមួយជ្រុងទៀតពាក់ព័ន្ធនឹងរឿងព្រំដែននេះលោកពូតើក្នុងនាមលោកពូជាអិសរាជជនជាចាស់ជាទុំចំនួននយោបាយចំនួនលោកហ៊ុនសែនណាខ្ញុំអាចនិយាយបានថាអញ្ចឹងចុះលោកពូមើលឃើញថាថ្មីនេះលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានេះដឹកដៃចៅប្រុសចៅស្រីរបស់គាត់ចុះទៅតាមបណ្ដាខេត្តមួយចំនួនដែលគាត់កំពុងតែធ្វើប្រតិបត្តិការយ៉ាងសកម្មនៅតាមខេត្តមួយចំនួនរឿងទាំងអស់នេះហើយគាត់លោកពូបានឃើញស្រាប់ហើយក្នុងនាមជាប្រធានព្រឹទ្ធសភាវាគួរណាតែយកពេលវេលាចុះទៅមើលបងប្អូនជនភៀសសឹកក៏ដូចជាវីរៈកងទ័ពនិងក្រុមគ្រួសារវីរៈកងទ័ពជួមុខដែលគាត់កំពុងតែរងគ្រោះនិងផ្ដល់កម្លាំងចិត្តទៅគាត់ក្នុងការទប់ទល់ជាមួយនឹងសត្រូវដែលកំពុងឈ្លានពានប៉ុន្តែគាត់មិនធ្វើបែបនោះទេគាត់បែរជាដឹកដៃចៅរបស់គាត់ទៅពង្រឹងគេហៅថាគណៈបករបស់គាត់នៅតាមបណ្ដាខេត្តមួយចំនួនថ្មីនេះមានខេត្តកំពតខេត្តតាកែវអីជាច្រើនអញ្ចឹងក្នុងការយល់ឃើញរបស់លោកពូចំណុចនេះថាតើវាអាចវិវត្តទៅបែបណាដែរដំណើរការនៅក្នុងប្រទេសកម្ពុជារបស់យើងប្រសិនបើទុករដ្ឋាភិបាលឧបកនតកលហ៊ុននេះទៀតអាចតដល់ចៅគាត់ទៀតទេបាទដំណើរការនេះបាទសូមជ័យលោកពូបាទអរគុណច្រើនក្មួយចំចំណុចដែលខ្ញុំបានសរសេរនៅក្នុង Facebook រួចទៅហើយសម្ដីរបស់លោកហ៊ុនសែនគាត់បានប្រើអស់រយៈពេលជាច្រើនឆ្នាំមកហើយគាត់ថាថ្ងៃនេះគាត់ជានាយករដ្ឋមន្ត្រីថ្ងៃក្រោយបន្តមកគឺគាត់ជាឪពុកនាយករដ្ឋមន្ត្រីហើយបន្តទៅទៀតគាត់ជាជីតារបស់នាយករដ្ឋមន្ត្រីដូច្នេះអ្វីដែលគាត់ធ្វើទាំងអម្បានមកនេះគឺសម្រាប់គ្រួសារគាត់ដើម្បីគ្រួសាររបស់គាត់បានលុបចោលនៅសេរីភាពក្នុងការបញ្ចេញមតិសារព័ត៌មានឯករាជ្យគាត់ត្រូវកំទេចចោលគណៈបកប្រឆាំងគាត់ត្រូវរំលាយចោលនីតិរដ្ឋគឺគាត់ប្រើអ្វីដែលគាត់នឹកឃើញគាត់ចង់និយាយគឺដើម្បីគ្រួសាររបស់គាត់អញ្ចឹងបានន័យថាគ្រប់បែបយ៉ាងទាំងអស់ប្រទេសកម្ពុជាគឺជាប្រទេសរបស់ហ៊ុនសែនមិនមែនជាប្រទេសរបស់កម្ពុជាឬក៏ជាប្រទេសរបស់ខ្មែរទាំងអស់ទេក្នុងលក្ខណៈនេះដូចជាថ្មី
លទ្ធិប្រជាធិបតេយ្យដែលមាននៅក្នុងប្រទេសកម្ពុជាគឺគាត់លុបចោលទាំងអស់យើងឃើញហើយនាងខែមត្រីមុនកញ្ញាខែមត្រីមុំដែលជាអ្នករិញអ្នកតស៊ូបាទអ្នកតស៊ូម្នាក់ហ្នឹងគឺគាត់ពួកហ្នឹងគេចាប់យកទៅដើម្បីស្អីគ្រាន់តែគាត់តែនិយាយអំពីបញ្ហាថៃឆ្លៀតពៀនប្រទេសកម្ពុជាដែលបាត់បង់អីខ្លះហ៊ុនសែនហាក់បីដូចជាអត់ចង់ឲ្យយើងនិយាយអំពីបញ្ហាថៃឆ្លៀនពៀនចូលមាតុភូមិយើងទេតែបែរជាមកចោទយើងអ្នកនៅក្រៅស្រុកហ្នឹងសិតតែពួកបញ្ចុះបញ្ចូលសិតតែពួកអរិញបញ្ឆេះសិតតែពួកអីយើងគិតមើលទៅហើយបើសិនជាយើងក៏លេខទៅមើលអរិញឋានការនយោបាយនៅក្នុងប្រទេសថៃទៅវិញអ្នកទស្សនយោបាយដូចជាថាក់សិនស៊ីនវត្រាគេដោះលែងតែហ៊ុនសែនអត់ទេអ្នកនយោបាយដែលមានគឺថាប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសហ៊ុនសែននៅតែបន្តដាក់ទោះបីជាដល់ពេលដែលត្រូវដោះលែងហើយក៏ហ៊ុនសែនអត់ដោះលែងដែរអញ្ចឹងហើយបានថាប្រទេសកម្ពុជាសពថ្ងៃបើសិនជាយើងទាំងអស់គ្នាអត់ងើបឈរជាពិសេសអ្នកនៅក្នុងស្រុកអត់ងើបឈរតស៊ូរួមជាមួយនឹងរាជរដ្ឋាភិបាលឯករាជ្យ23តុលាទេគឺកម្ពុជាយើងនឹងក្លាយទៅជាប្រទេសមួយផ្សេងទៀតឬដាក់ឈ្មោះថ្មីហៅថាចម្ប៉ាទី2ខ្ញុំមានការឈឺចាប់ច្រើនចំពោះលំនាំដើមរបស់ហ៊ុនសែនដែលធ្វើសប្តាហ៍ថ្ងៃខ្លួនឯងបានចេញអំពីនាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាទៅហើយនាយករដ្ឋមន្ត្រីនឹងទៅដាក់កូនរបស់ខ្លួនហ៊ុនម៉ាណែតដែលជាកូនច្បងតែយើងឃើញទេគ្រប់បែបយ៉ាងទាំងអស់ដែលហ៊ុនសែនធ្វើគឺហ៊ុនសែនធ្វើជំនួសនាយករដ្ឋមន្ត្រីដែលជាកូនខ្លួនទៅវិញអញ្ចឹងបានន័យថាអ្វីគ្រប់បែបយ៉ាងគឺបញ្ជាឡើងដោយហ៊ុនសែនហើយហ៊ុនសែនមិនមែនជាអ្នកដែលទទួលខុសត្រូវធ្ងន់ទេគឺនៅពីក្រោយខ្នងហ៊ុនសែនគឺយួនយើងខ្ញុំបានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនតាំងពីឆ្នាំ1970រហូតដល់ឆ្នាំ1975ពី75រហូតដល់ឆ្នាំ1979ព្រឹត្តិការណ៍គ្រប់បែបយ៉ាងដែលកើតឡើងដែលនាំឲ្យប្រទេសយើងធ្លាក់រហូតមកដល់សប្តាហ៍ថ្ងៃគឺយួនជាអ្នកបញ្ជាថ្នាក់ដឹកនាំខ្ញុំអត់ចង់លើករឿងព្រឹត្តិការណ៍ដែលកន្លងមកដែលយួនបានទម្លាក់គ្រាប់បែកនៅភូមិចន្ទ្រាដែលសម្ដេចនរោត្តមសីហនុព្រះអង្គបានជួយយួនមកខាងហើយប្រឆាំងនឹងយួនមកខាងហើយត្រូវអាមេរិកកាន់ទម្លាក់គ្រាប់បែកនៅឆ្នាំ1973បើតាមខ្ញុំមិនភ្លេចទេក្រោយមកទៀតនៅពេលដែលរដ្ឋាភិបាលរបស់ចំនួនលន់នល់ត្រូវចាញ់ខ្មែរក្រហមហើយខ្មែរក្រហមជាអ្នកកាន់តួនាទីនោះសូមកុំភ្លេចថាហ៊ុនសែនក៏នៅក្នុងតួនាទីជាមេខ្មែរក្រហមម្នាក់ដែរហើយបានរត់ទៅកាន់ប្រទេសវៀតណាមដើម្បីបន្តផែនការវៀតណាមមកទម្លាក់ខ្មែរក្រហមហើយឲ្យខ្មែរឲ្យវៀតណាមនេះចូលមកវាយខ្មែរក្រហមដោយយកលេសថារំដោះអ្នកដែលនៅជាប់នៅក្នុងអរិញគេហៅថារបបអរិញ3ឆ្នាំ8ខែ20ថ្ងៃវាជាល្បិចយួនទាំងអស់ដល់តែពេលចប់ហើយក៏អត់មានអីខ្លាយទៅកើតពីនឹងដែរបន្តទៅទៀតខ្មែរយួនបានចាប់ផ្ដើមសម្លាប់ខ្មែរដោយយកខ្មែរទៅឲ្យធ្វើការនៅតាមទល់ដែនកាប់ព្រៃឈើរហូតដល់ជន់មីនជន់អីស្លាប់ច្រើនណាអញ្ចឹងនៅពេលដែលបងប្អូនខ្មែរដូចជំនាន់ពួកខ្ញុំដែលរត់ចេញពីកម្ពុជាដឹកដៃកូនប្រពន្ធឆ្លងទៅមកដល់ជំរំថ្មីនេះមិនមែនបានន័យថាស្អប់ខ្មែរមិនចង់រួមរស់ជាមួយខ្មែរទេក៏ប៉ុន្តែយើងមើលឃើញព្រឹត្តិការណ៍អស់ទៅនឹងរហូតដល់ឥឡូវនេះអ្នកទាំងអស់គ្នាមិនមែនត្រឹមតែខ្ញុំទេមើលឃើញយើងមើលឃើញទាំងអស់គ្នាហើយណាគ្រប់បែបយ៉ាងប្រទេសកម្ពុជាត្រូវយួនយកអស់ប្រមាណកោះត្រល់តាមពិតកោះត្រល់ជាច្បាប់របស់អន្តរជាតិគឺជាកោះរបស់ខ្មែរដាច់ខាតព្រោះចម្ងាយពីកោះត្រល់មកដល់ប្រទេសកម្ពុជាមានតែ15គីឡូម៉ែត្រទេហើយពីកោះត្រល់ទៅដល់ប្រទេសវៀតណាមគឺ45គីឡូម៉ែត្រដូច្នេះច្បាប់ធម្មជាតិច្បាប់នៅក្នុងពិភពលោកកោះត្រល់ជារបស់ខ្មែរបើសិនជាកោះត្រល់ពេលនឹងជារបស់យួនគឺហ៊ុនសែនខ្លួនឯងជាអ្នកចុះហត្ថលេខាឲ្យយួនយើងអត់មានអីសង្ស័យក្រៅពីនឹងទេណាអញ្ចឹងបានន័យថាគ្រប់បែបយ៉ាងទាំងអស់គឺកើតឡើងអំពីចវាយនាយរបស់ហ៊ុនសែនដែលនៅពីក្រោយគឺយួនសង្គ្រាមរវាងវៀតណាមសង្គ្រាម
រវាងថៃនិងខ្មែរកើតឡើងគឺដោយការបង្វែរស្ថានភាពគឺដោយការខ្សែគប់របស់ហ៊ុនសែនទៅលើជាមួយនឹងថាក់ស៊ីនស៊ីនវត្រាទីបញ្ចប់ហើយទឹកដីទាំងអំបានមកដែលបាត់បង់គុំសង្ឃឹមឲ្យសោះបើសិនជាហ៊ុនសែនមិនប្តឹងទៅ ICJ ទេគឺទឹកដីទាំងអំបានមកតំបន់ទីតាំងទាំងអំបានមកដែលបាត់បង់ហើយនឹងទឹកដែនសមុទ្រដែលមានចម្ងាយ 26,000 គីឡូម៉ែត្រការ៉េនឹងគឺអត់បានមកយើងវិញទេកុំឲ្យច្រឡំកុំយកច្បាប់ UN close ណាដែលថៃបានលុបចោលនៅ MOU យកមកនិយាយឲ្យសោះព្រោះអស់ទាំងនេះគ្រាន់តែជាល្បិចមួយរបៀងថៃដែលគេធ្វើមកលើកម្ពុជាហើយជាល្បិចល្ងងខ្លៅមួយរបស់ហ៊ុនសែនដែលធ្វើឡើងទេខ្មែរនឹងបាត់បង់បើសិនជាខ្មែរមិនប្តឹងទៅ ICJ ហើយបើសិនជាខ្មែរទាំងអស់គ្នាមិនរួមគ្នាហើយសប្តាហ៍នេះមើលនៅក្នុង Facebook ទៅឃើញហើយសំណេរនៅលើខ្នងរបស់អ្នកសរសេរនឹងណាសម្ដេចអគ្គនាយកមហាអធិបតីហ៊ុនសែនគឺជាបិតាសន្តិភាពចេះមួយចេះពីរគេបង្កើតរឿងរហូតដល់ថៃទឹករហូតដល់ហ៊ុនសែនថ្មីកំពុងតែបង្វែរស្ថានភាពអត់ឲ្យកូនខ្មែរយល់អំពីការបាត់បង់ទឹកដីអត់ឲ្យកូនខ្មែរយល់អំពីថាតើថៃកំពុងតែឈ្លានពានយើងតើយើងបាត់បង់អីខ្លះអត់ឲ្យយល់កន្លែងហ្នឹងទេគឺគេធ្វើរឿងផ្សេងណាដើម្បីឲ្យយើងទាំងអស់គ្នានឹងភាំងតែកុំភ្លេចថាយើងទាំងអស់គ្នាទាំងក្មួយទាំងប្អូនស្រីទាំងប្អូនលឹមសុខាយើងមិនមែនល្ងើពកថ្ងាស់ដោយហ៊ុនសែនចង់បានដែលយើងឲ្យយើងភ្លេចអស់ពីបញ្ហាមាតុភូមិយើងទេមានតែបុគ្គលមួយចំនួនដែលលក់ខួរលក់ក្បាលខ្លួនឯងអ្នកខ្លះបានមកដល់ប្រទេសទី3ហើយមានស៊ីមានចុកមានឡានមានផ្ទះនៅហើយឃ្លាននៅអំណាចដែលខ្លួនឯងគឺឃើញនៅក្នុងប្រទេសកម្ពុជានឹងរត់ទៅលក់ក្បាលឲ្យគេដោយភ្លេចគិតអំពីបញ្ហាមាតុភូមិខ្លួនឯងខ្ញុំផ្ដំទាពួកនោះមុនគេបង្អស់ព្រោះថាយើងកំពុងតែធ្វើដំណើរទៅមុខតែទីបំផុតខ្លួនឯងជាមនុស្សដែលបានឃើញប្រទេសអ្នកប្រជាធិបតេយ្យឲ្យបែរជារត់ខួរខ្លួនឯងដើម្បីប្រយោជន៍ខ្លួនឯងកូនខ្លួនឯងឃើញដឹកដៃខ្លះដឹកដៃកូនយកទៅឲ្យកាន់ដៃហ៊ុនសែនគ្រាន់តែបង្ហាញខ្លួនឯងថាឯងនឹងត្រូវជាមួយណែប្រធានព្រឹទ្ធសភាស្អីជាបិតានៃសន្តិភាពនៅប្រទេសកម្ពុជាខ្ញុំនិយាយឡើងពេលណាខ្ញុំឈឺចាប់ខ្ញុំដេកឡើងពេលដែលខ្ញុំភ្ញាខ្លួនខ្ញុំស្ដាប់តែភ្លេចដល់ទៅពេលដែលឃើញប្រទេសខ្ញុំធ្លាក់ទៅក្នុងកតាប់ដៃគេហើយប្រហែលទស្សវត្សមកឲ្យខ្មែរអត់ដែរអញ្ចឹងទេខ្ញុំគ្រាន់តែមានយោបល់ប៉ុណ្្នឹងទេសូមអរគុណបាទសូមអរគុណលោកពូអរគុណច្រើននៅប្រសាសន៍របស់លោកពូហើយក៏ដូចជាការជឿចាប់ដែលឃើញខ្មែរកំពុងតែធ្លាក់ក្នុងស្ថានភាពមួយដែលយើងមិនអាចស្រោចស្រង់បានមកវិញទេហើយចំពោះជនផ្ដាច់ការនៅក្នុងប្រទេសកម្ពុជាដូចខ្ញុំបានជម្រាបជូនបងប្អូនគេមិនខ្វល់ថាអ្នកណារងគ្រោះប្រជាពលរដ្ឋខ្មែររូបណារងគ្រោះទឹកដីបាត់បង់ប៉ុណ្ណាគឺគេអត់ខ្វល់ទេហើយហេតុអីបានខ្ញុំហ៊ាននិយាយដូច្នោះដូចបងប្អូនបានដឹងទាំងអស់គ្នាចាប់តាំងពីថៃគេហៅថាឈ្លានពានយកទឹកដីខ្មែរមែនទែនទៅ